មានរឿងត្រូវនិយាយគ្នាទៀតហើយបងប្អូនស្រឡាញ់វិស័យគុណខ្មែរបាទបន្ទាប់ពីលោកគ្រូក្រក់សំផស្សប្រហែលជាបងស្គាល់ហើយបាទស្មងជើងទាប្រលឹងបាទស្មងជើងទាប្រលឹងបាទគាត់បានបង្ហោះនៅវីដេអូសុំជំនួយឧបត្ថម្ភដោយសារតែគ្មានលទ្ធភាពក្នុងការបង្ហាត់សិស្សទេអត់មានប្រាក់ចំណូលសោះតែម្ដងហើយក៏មានការលើកឡើងតែតិនជាមួយនឹងសហព័ន្ធប្រៀបធៀបជាមួយនឹងក្លឹបល្បីនិងក្លឹបអត់ល្បីទៀតបងប្អូនដែលមានការលើកឡើងនៅក្នុងគណនី Facebook ឈ្មោះរីមសុភាពមួយបានលើកឡើងថាភាពខុសគ្នារវាងក្លឹបល្បីនិងក្លឹបអត់ល្បីអីយ៉ាបាទតើមានន័យយ៉ាងណាបងប្អូនក្លឹបអត់ល្បីលោកគ្រូក្រាក់សំផស្សចាប់ដៃគូមិនបានវាយអស់លទ្ធភាពចិញ្ចឹមសិស្សក៏ដាច់ចិត្តលើកដៃសំពះសុំជំនួយមហាជននិងអ្នកគ្រប់គ្រងទាំងចិត្តមិនចង់ធ្វើម៉េចបើដើម្បីក្រពះបាទនេះគឺក្លឹបអត់ល្បីបាទក្លឹបអត់ល្បីការលើកឡើងនេះគឺចឹងបងប្អូនណាសម្រាប់ក្លឹបដែលល្បីបាទចាប់គ្រូបានរាល់អាទិត្យចាប់គ្រូបានរាល់អាទិត្យពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយទៀតមួយសប្តាហ៍មិនក្រោម10ទៅ20នាក់ទេថែមទាំងមានអង្គការជួយឧបត្ថម្ភជាថវិកាគេចាប់ថវិការាប់លានរៀលដើម្បីគ្រប់គ្រងក្លឹបហើយក៏ត្រៀមរៀបចំឲ្យសិស្សនិងសិស្សប្រកួតប្រជែងគ្នាដណ្ដើមរថយន្តទៀតផងនេះក្លឹបល្បីបាទនេះក្លឹបល្បីបន្តមកទៀតបាទក្លឹបអត់ល្បីមានច្រើនណាស់តែពួកគាត់មិនហ៊ានលើកដៃសំពះសុំជំនួយគេទេពួកគេសុំត្រឹមតែផ្ដល់ឱកាសសិស្សបានប្រកួតទៅបានហើយដើម្បីឲ្យសិស្សពួកគាត់មានសមត្ថភាពបញ្ចេញសមត្ថភាពនិងមានថវិកាខ្លះគ្រប់គ្រងក្លឹបខ្លួនឯងបងប្អូនយល់យ៉ាងណាដែរបាទតេតិនជាមួយនឹងរឿងនេះបាទបងប្អូនបាទរឿងនេះគឺជារឿងមកក្តៅហើយអ្នកស្រឡាញ់អ្នកគ្រប់គ្រងវិស័យគុណខ្មែរក៏មិនចង់ឲ្យមានភាពបាទលំអៀងបែបនេះដែរសម្រាប់បាទសហព័ន្ធបាទអញ្ចឹងខ្ញុំបានឃើញហើយក៏ចូលមើល comment ឃើញថាបាទមានអ្នកចូលមកបាទស្របច្រើនមែនតើចឹងទេសូមសហព័ន្ធពិនិត្យមើលថាតើក្លឹបនៅក្នុងតំបន់យើងនឹងនៅក្នុងប្រទេសយើងនឹងក្លឹបមួយណាដែរទុនខ្សោយឬក៏ខ្វះទីផ្សារសុំពីណាសុំពីការសុំពិនិត្យមើលផងបងប្អូនជាទីខ្ញុំបាទអត់មានអ្វីច្រើនទេបាទគឺមានតែប៉ុណ្្នឹងទេតែម្លែកពុកម៉ែបងប្អូនអំពីគុណខ្មែរបន្តិចអរគុណច្រើន